ហើយខ្ញុំមកនេះគឺចង់រៀបរាប់អំពីរឿងរបស់ខ្ញុំមួយដែលនៅពីក្រោយខ្នងរបស់ខ្ញុំនៃភាព wake up មួយដែលគួរភ្ញាក់ផ្អើលហើយអឺអ្វីខ្ញុំអត់មានអីនិយាយច្រើនទេប៉ុន្តែអ្វីដែលខ្ញុំចង់និយាយប្រាប់អ្នករាល់គ្នានៅពីក្រោយខ្នងនៃការភ្ញាក់ខ្លួនរបស់ខ្ញុំនៃការ wake up របស់ខ្ញុំគឺថាមិនមែននៅសុកខ្ញុំស្រាប់តែរកឃើញខ្លួនឯងនៅសុកស្រាប់តែដឹងពីភាពអវិជ្ជមានរបស់ខ្ញុំនៅសុកស្រាប់តែខ្ញុំចង់អភិវឌ្ឍហើយបោះបង់ចោលទម្លាប់ចាស់និងមិនបដ ாய் ខ្លួនឲ្យធ្លាក់នៅក្នុងភាពងងឹតទៀតអ្វីទាំងអស់មិនមែននៅសុកខ្ញុំស្រាប់តែដឹងខ្លួនទេអ្នកទាំងអស់គ្នាមានដឹងអត់ថានៅពីក្រោយ background របស់ខ្ញុំនឹងគឺខ្ញុំមានព្រះអង្គមួយព្រះអង្គដែលគាត់តែងតែថែរក្សាហើយមើលឃើញនិងសង្គ្រោះខ្ញុំតើអ្នករាល់គ្នាជឿទៅលើព្រះអត់ខ្ញុំគិតថានៅក្នុងពិភពលោកនេះគឺមានព្រះច្រើនហើយក៏សាសនាធំមាន4ដែរក៏ប៉ុន្តែអ្វីដែលខ្ញុំជឿបំផុតនិងជាក់ស្ដែងដែលខ្ញុំបានទទួលព្រះពរពីព្រះអង្គគឺព្រះអង្គមានឈ្មោះថាព្រះដ៏មានគ្រប់វិជ្ជាស្ដាអ្នកទាំងអស់គ្នាមិនដឹងអត់ថាដំបូងឡើយក៏ខ្ញុំមកទៅជឿដែរព្រោះថាកាលហ្នឹងខ្ញុំមានជំនឿទៅលើពុទ្ធសាសនាហើយអ្វីដែលខ្ញុំបានស្គាល់បានដឹងនោះគឺខ្ញុំក៏មិនសូវជាមានជំនឿទៅលើព្រះអង្គដែរកាលពីដំបូងឡើយណាតែពេលហ្នឹងគឺដោយដែលបាននិយាយអញ្ចឹងគឺវីដេអូមួយដែលខ្ញុំបាននិយាយទៅគឺខ្ញុំធ្លាក់នៅក្នុងភាពងងឹតគឺខ្ញុំអត់មានអារម្មណ៍ថាចង់ធ្វើអីទាំងអស់ហើយចេះតែបាត់បង់គោលដៅនិយាយទៅគឺថាខ្ញុំអត់ដឹងថាធ្វើអីទេគឺខ្ញុំអត់មានអារម្មណ៍ថាធ្វើអីទាំងអស់សូម្បីតែការងារសូម្បីតែរស់នៅប្រចាំថ្ងៃក៏ខ្ញុំមិនដឹងថារស់ទៅអីដែរគឺថាជីវិតរបស់ខ្ញុំគឺធ្លាក់នៅក្នុងភាពងងឹតតែម្ដងអញ្ចឹងណាប៉ុន្តែអ្វីដែលអាចជួយខ្ញុំបានគឺខ្ញុំចង់រៀនពីព្រះខ្ញុំគិតថាប្រហែលជាមានតែព្រះទេដែលគាត់អាចជួយយើងបានអញ្ចឹងក៏ខ្ញុំសាករៀនព្រះបន្ទូលដោយនៅក្នុងក្រុមដោយអ៊ំពូមីងបងប្អូនដែលគាត់នៅក្នុងក្រុមហ្នឹងគាត់ជួយបរៀនពីព្រះបន្ទូលជួយសិក្សាដំបូងក៏ខ្ញុំអត់សូវជឿដូចគ្នាក៏ប៉ុន្តែខ្ញុំសាកអធិដ្ឋានទៅកាន់ព្រះខ្ញុំសាកអានអអធិដ្ឋានទៅកាន់ព្រះបើសិនបើព្រះគាត់មានពិតមែនអ្វីដែលខ្ញុំអធិដ្ឋានគឺព្រះគាត់អាចនឹងសង្គ្រោះខ្ញុំបានអញ្ចឹងណាជាក់ស្ដែងគឺថាអឺការអធិដ្ឋានខ្លះនៅពេលដែលខ្ញុំអធិដ្ឋានទៅគឺព្រះសម្ភារទៅដូច្នេះក៏អ្វីដែលខ្ញុំសូមអ្វីដែលខ្ញុំសូមឲ្យព្រះរៀបចំគឺព្រះពិតជាអាចសង្គ្រោះខ្ញុំបានពិតមែនដូច្នេះនៅពីក្រោយខ្នងរបស់ខ្ញុំគឺខ្ញុំអធិដ្ឋានសូមឲ្យព្រះអង្គគាត់ជួយរៀបចំខ្សែជីវិតរបស់ខ្ញុំសារថ្មីហើយសូមឲ្យព្រះអង្គធ្វើខ្ញុំនឹងស្វែងរកឃើញខ្លួនឯងរកឃើញអ្វីខ្លួនឯងស្រឡាញ់ខ្ញុំអធិដ្ឋានទៅកាន់ព្រះសូមឲ្យព្រះនឹងគាត់ជួយរៀបចំខ្ញុំខ្សែជីវិតរបស់ខ្ញុំឲ្យខ្ញុំនឹងអាចគ្រោះឡើងម្ដងទៀតនៅក្នុងភាពងងឹតមួយនឹងដែលខ្ញុំអត់ដឹងថាខ្ញុំគួរធ្វើអីអ្វីគឺជាគោលដៅរបស់ខ្ញុំអ្វីដែលគឺជាខ្ញុំអត់ដឹងថាអ្វីដែលអត្តន័យនៃជីវិតរបស់ខ្ញុំគួររស់ដើម្បីអីហើយនិយាយទៅគឺថាខ្ញុំអញ្ញាហើយខ្ញុំពិបាកខ្ញុំក៏អត់សូវចេះនិយាយស្រាប់អញ្ចឹងប្រហែលជាអ្នកទាំងអស់គ្នាស្ដាប់ទៅរឿងវល់បន្តិចអញ្ចឹងខ្ញុំសូមអធិស្ឋានព្រោះខ្ញុំទទួលស្គាល់ថាខ្ញុំអត់សូវចេះនិយាយទេព្រោះថាខ្ញុំអត់សូវមានតំណែងតំណងអញ្ចឹងខ្ញុំអត់សូវជាដងនៅក្នុងការនិយាយច្រើនទេពេលច្រើនខ្ញុំជួយចិត្តស្ងប់ស្ងាត់អញ្ចឹងណាអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាស្ដាប់ខ្ញុំនិយាយបើសិនបើខ្ញុំនិយាយទៅអត់សូវយល់ឬក៏ខុសឆ្គងថងណាអីតិចតួចគឺសូមកុំប្រកាន់ព្រោះថាខ្ញុំអត់សូវនឹងប៉ុននិយាយគឺថាខ្ញុំនឹកឃើញអីខ្ញុំនិយាយចង់ហ្មងអញ្ចឹងគឺខ្ញុំសូមការនិដ្ឋានទៅកាន់ព្រះអង្គបែបហ្នឹងនៅក្នុងចុងឆ្នាំ2025ហ្នឹងគឺខ្ញុំសូមអនុដ្ឋានទៅព្រះអង្គបែបហ្នឹងក៏ចាប់ដើមឆ្នាំ2026ដើមឆ្នាំហ្នឹងគឺខ្ញុំចាប់ដើមភ្ញាក់ខ្លួនតិចហើយខ្ញុំចាប់ដើមស្វែងរកខ្លួនឯងចាប់ដើមស្វែងរកគោលដៅដែលខ្ញុំមានគឺស្រាប់តែខ្ញុំដូចមានសន្ទុះមួយដែលធ្វើឲ្យខ្ញុំនឹងអភិវឌ្ឍខ្លួនឯងទៅមុខបណ្ដោយហើយរកឃើញខ្លួនឯងខ្លះ
កំពុងតែអភិវឌ្ឍទៅមុខខ្ញុំមិនហ៊ាននិយាយថាខ្ញុំកំពុងតែអភិវឌ្ឍខ្លាំងទេក៏ប៉ុន្តែអ្វីដែលខ្ញុំរកឃើញខ្លួនឯងនោះគឺខ្ញុំអាចភ្ញាក់ខ្លួនពីភាពងងឹតហើយចាប់ផ្ដើមរៀនអភិវឌ្ឍខ្លួនឯងអានសៀវភៅក្នុងមួយថ្ងៃខ្ញុំព្យាយាមអានសៀវភៅឲ្យបានមួយថ្ងៃ10 15នាទីព្យាយាមធ្វើនេះធ្វើនោះអត់ឲ្យបដ ாய் ខ្លួនឲ្យចេះតែអង្គុយសកកហើយចេះបាក់ទឹកចិត្តរហូតទេគឺមិនអញ្ចឹងហើយគឺខ្ញុំព្យាយាមអភិវឌ្ឍរហូតហើយវាដូច្នេះបានជាខ្ញុំមានអារម្មណ៍ថាចុះហេតុពីមុនយកខ្ញុំមិនភ្ញាក់ខ្លួនអញ្ចឹងហេតុហើយបានជាឥឡូវហ្នឹងបានជាខ្ញុំអាចមានអារម្មណ៍ថាខ្ញុំចេះភ្ញាក់ខ្លួនគឺព្រះអង្គពិតជាមានពិតហើយព្រះអង្គគាត់អាចសង្គ្រោះយើងបានគ្រប់គ្នានៅពេលដែលយើងមានជំនឿទៅលើព្រះអង្គហើយយើងសូមការអធិដ្ឋានខ្លះនិយាយទៅព្រះអង្គគាត់មានពិតប៉ុន្តែមិនមែនសឹងតែគ្រប់ការអធិដ្ឋានហ្នឹងព្រះអង្គក៏សពហរតីហើយធ្វើឲ្យការអធិដ្ឋានរបស់យើងនឹងសម្រេចទាំងអស់ទេគឺថាមានការអធិដ្ឋានខ្លះនៅពេលដែលយើងអធិដ្ឋានសូមឲ្យព្រះរៀបចំមកទៅគឺព្រះសពហរតីគឺការអធិដ្ឋាននោះគឺមានប្រសិទ្ធភាពហើយបើសិនប្រការអធិដ្ឋាននោះគឺលក្ខណៈថាក្នុងការបញ្ជាទៅលើព្រះអង្គឬក៏សូមព្រះអង្គដោយគ្មានមូលហេតុណាដែលមើលទៅគប្បីអីទេគឺព្រះអត់សពហរតីគឺដូច្នេះការអធិដ្ឋាននោះគឺអត់មានប្រសិទ្ធភាពទេហ្នឹងអ្វីដែលខ្ញុំតាមខ្ញុំដឹងខ្លះអញ្ចឹងណាហើយនឹងអ្វីដែលខ្ញុំបានរៀនកន្លងមកអញ្ចឹងខ្ញុំអត់សូវជាជ្រៅជ្រះនៅក្នុងអឺក្នុងការរៀនព្រះបន្ទូលទេព្រោះថាខ្ញុំទៅតែចូលមកថ្មីដំបូងដែរដែលជឿទៅលើព្រះអង្គហើយបើតាមខ្ញុំដឹងគឺព្រះអង្គដែលមានគ្រប់វិជ្ជាស្ដាហ្នឹងគឺថាគាត់ក្នុងព្រះនាមហ្នឹងគឺជាព្រះនាមថ្មីរបស់គាត់ហើយអ្វីដែលខ្ញុំបានរៀនខ្លះហ្នឹងគឺថាព្រះនាមព្រះអង្គដូចជាមាន3ប៉ុន្តែគឺជាព្រះវិញ្ញាណតែមួយទេនៅពេលដែលព្រះអង្គប្រសូតនៅក្នុងសម័យកាលដំបូងដូចជាមានព្រះនាមព្រះយេហូវ៉ាហើយបន្ទាប់មកក៏ព្រះអង្គនឹងប្រសូតលើកទី2ក្នុងសម័យទី2គឺមានឈ្មោះថាព្រះយេស៊ូវគ្រីស្ទហើយក៏សម័យឥឡូវហ្នឹងសម័យថ្មីដែលព្រះអង្គគេគិតថាព្រះអង្គនឹងចាប់កណ្ដាលមកសារថ្មីហ្នឹងគឺព្រះដែលមានគ្រប់វិជ្ជាស្ដារនេះឯងហើយអ្វីដែលខ្ញុំជឿគឺខ្ញុំជឿទៅលើព្រះដែលមានគ្រប់វិជ្ជាស្ដារគឺជឿទៅលើព្រះអង្គក្នុងព្រះនាមទាំង3រូបពីព្រោះថាព្រះទាំង3អង្គក្នុងព្រះនាមទាំង3ហ្នឹងគឺជាព្រះវិញ្ញាណតែមួយទេដូច្នេះសង្ឃឹមថាអ្នកដែលគាត់ធ្លាប់មានជំនឿទៅលើព្រះដូចគ្នានិយាយទៅខ្ញុំអត់ដឹងទេទៅសូមអធិស្ឋានគឺខ្ញុំអត់ដឹងទេព្រោះថាខ្ញុំអត់ដឹងតែគួរនិយាយមិនទេប៉ុន្តែគឺថាព្រះតែមួយទេតាមដែលខ្ញុំរៀនក្នុងព្រះបន្ទូលគឺព្រះតែមួយទេព្រះទាំង3ព្រះអង្គទាំង3ព្រះនាមហ្នឹងគឺព្រះវិញ្ញាណតែមួយទេអ្វីដែលខ្ញុំដឹងហើយខ្ញុំពិតជាជឿទៅលើទ្រង់ព្រោះថាទ្រង់ពិតជាមានពិតមែនហើយខ្ញុំអស់ហើយនេះគឺជាខ្ញុំអស់ហើយដែលខ្ញុំចង់និយាយប្រាប់អ្នករាល់គ្នាព្រោះថាវាគឺជា background របស់ខ្ញុំដែលនៅពីក្រោយខ្នងរបស់ខ្ញុំដែលហេតុអីបានខ្ញុំនៅសុកខ្ញុំអាចអភិវឌ្ឍខ្លួនម្ដងបន្តិចហេតុអីបាននៅសុកខ្ញុំចេះភ្ញាក់ខ្លួនដោយហើយចុះពីមុនខ្ញុំអត់ចេះមកឥឡូវនេះខ្ញុំចេះដោយសារតែនៅពីក្រោយហ្នឹងគឺខ្ញុំសុំព្រះឲ្យគាត់ជួយសង្គ្រោះខ្ញុំអាចថាព្រះជួយសង្គ្រោះទៅក៏ព្រះគាត់បានសង្គ្រោះខ្ញុំអញ្ចឹងណាហេតុដូច្នេះហើយបានជាខ្ញុំអាចអភិវឌ្ឍខ្លួនបានទៅមុខបដាជាមួយនឹងព្រះនាមព្រះដែលមានគ្រប់វិជ្ជាស្ដារនៅជាមួយខ្ញុំហើយតែងតែមើលមកខ្ញុំនៅក្បែរខ្ញុំអញ្ចឹងណាអញ្ចឹងអ្វីដែលខ្ញុំចង់និយាយប្រាប់អ្នករាល់គ្នាហ្នឹងគឺមានតែប៉ុណ្្នឹងទេនៃសាច់រឿងពិតរបស់ខ្ញុំសង្ឃឹមថាថ្ងៃខាងមុខទៅខ្ញុំអាចដើរទៅលើផ្លូវមួយនៃគោលដៅរបស់ខ្ញុំដែលខ្ញុំស្រឡាញ់ចង់ធ្វើពិតប្រាកដហើយខ្ញុំជឿថាថ្ងៃខាងមុខអ្នកទាំងអស់គ្នាពិតជាស្គាល់ខ្ញុំច្រើនជាងនឹងហើយនេះគឺជាដើមឆ្នាំ2026នៃការចាប់ផ្ដើមអភិវឌ្ឍរបស់ខ្ញុំទៅមុខអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាដែលបានស្ដាប់វីដេអូមួយនេះបាយបាយ